Hello សួស្តីអ្នកទាំងអស់គ្នា Welcome back to Watashifa អ្នកទាំងអស់គ្នាឃើញចំណងជើងនៅក្នុងរឿងនឹងផ្សេងគ្នាតាមពិតមិនមែនរឿងផ្សេងណាគឺរឿងតែមួយទេចំណងជើងវាពិតហ្នឹងគឺខ្ញុំដាក់នៅខាងក្រោមហើយចំណងជើងនេះខ្ញុំគ្រាន់តែដាក់តាមភាគរបស់វាទេដើម្បីកុំឲ្យសម្បាយយកឥឡូវយើងតសាច់រឿងយើងបន្តទៀតមកដល់ភូមិមួយនៅក្នុងហាងស៊ូកាយ៉ាគឺម្ចាស់ហាងគាត់បានជួយចិញ្ចាឲ្យមកធ្វើជាអង្គរៈការពារកូនស្រីរបស់គាត់ហើយគាត់ក៏បានឲ្យអ្នកបម្រើរបស់គាត់នឹងណែនាំនិងប្រាប់ចិញ្ចាអំពីអ្វីៗទាំងអស់អ្នកបម្រើមួយនឹងក៏បានណែនាំខ្លួនរបស់គាត់ថាគាត់មានឈ្មោះថាសិនជីគាត់គឺជាអ្នកបម្រើនៅក្នុងហាងស៊ូកាយ៉ាចិញ្ចាក៏បានដឹងថាអំប្រុសយូជូគាត់ពិតជាស្រឡាញ់កូនស្រីចិញ្ចឹមរបស់គាត់ខ្លាំងណាស់ហើយគាត់ខ្លាចបិសាចតែតែងតែគំរាមកំហែងនាងនិងសម្លាប់នាងសិនជីក៏បានប្រាប់ឲ្យកាន់តែជាក់លាក់ទៅកាន់ចិញ្ចាថាចិញ្ចានឹងខ្លាចទៅជាអង្គរៈការពារកូនស្រីរបស់គាត់ដែលនាងមានឈ្មោះថាណាត់ស៊ូដែលមានអាយុ13ឆ្នាំមួយឆ្នាំនេះប៉ុណ្ណោះឪពុករបស់នាងមិនសូវខ្វាយខ្វល់ពីនាងប៉ុន្មានទេប៉ុន្តែ3ថ្ងៃកន្លងផុតទៅនាងអះអាងថាបានឃើញបិសាចមួយឈរនៅខាងក្រៅអង្គុយរបស់នាងដែលនិយាយដដែលថាប្រកល់កូនស្រីមកឲ្យខ្ញុំវិញមកបិសាចចង់ចាំណាត់ស៊ូព្រោះវាគិតថានាងគឺជាកូនស្រីរបស់វាស្របពេលនោះដែរណាត់ស៊ូក៏បានមកដល់ហើយប្រាប់ទៅសិនជីថាឲ្យគាត់លាឈប់ទៅល្អជាងនាងនឹងប្រាប់ឪពុករបស់នាងឲ្យនាងមិនជឿថាចិញ្ចាជាអង្គរៈការពារនាងនោះទេហើយថាចិញ្ចាគឺជាមនុស្សបោកប្រាស់ឆ្លៀតឱកាសដើម្បីរកលុយដោយស្រួលនាងមិនពេញចិត្តនឹងចិញ្ចានឹងទេហើយនាងក៏បានប្រាប់ឲ្យសិនជីទាំងដេញចិញ្ចាចេញទៅនិយាយហើយនាងក៏បានដើរចេញទៅសិនជីក៏បានសុំទោសទៅកាន់ចិញ្ចាហើយក៏បានប្រាប់ចិញ្ចាថាគ្រួសារមួយនាងគឺមិនសូវមានទំនាក់ទំនងល្អប្រហែលនោះទេនៅពេលយប់គឺណាស៊ូនាងគេមិនលក់ឡើយហើយសិនជីក៏បានមកការពារនាងដោយសារតែនាងនឹងបានដេញអង្គរៈចេញបាត់ហើយណាស៊ូសង្ឃឹមថារឿងទាំងអស់នេះនឹងវាមិនមែនជាការពិតព្រោះពុករបស់នាងក៏មិនជឿថាមានបិសាចឡើយព្រោះនាងមិនមែនជាកូនស្រីបង្កើតរបស់គាត់ទេសិនជីក៏បានប្រាប់ថាឪពុករបស់នាងពិតជាស្រឡាញ់នាងនិងយកចិត្តទុកដាក់ចំពោះនាងដោយអស់ពីចិត្តនៅពេលនោះនាងក៏បានលើកសម្លេងចម្លែកនោះទៀតហើយបិសាចនោះក៏បានចេញមកសិនជីក៏សឹងតែមិនជឿថាមានបិសាចពិតមែនក៏បានប្រាប់ឲ្យណាស៊ូនៅក្នុងបន្ទប់នឹងហើយកុំចេញមកក្រៅអីហើយបិសាចនោះវាតែងតែនិយាយថាប្រកល់កូនស្រីមកឲ្យខ្ញុំវិញមកស្របពេលនោះដែរចិញ្ចាក៏បានមកដល់គាត់ក៏បានកាត់ដៃវាគាត់បានសួរឈ្មោះវាថាវាឈ្មោះអីហើយបិសាចមួយនោះមិនបាននិយាយអ្វីឡើយក្រៅពីពាក្យថាប្រកល់កូនស្រីមកឲ្យខ្ញុំវិញមកហើយចិញ្ចាក៏បានស្លាប់វាចោលទៅបែរពេកគេសួរឈ្មោះឯងមកចេញប្រកល់កូនស្រីឲ្យខ្ញុំវិញមកតែបិសាចនឹងវាមិនទាន់ស្លាប់នោះទេជាធម្មតានៅពេលដែលស្លាប់វានឹងរលាយទៅជាអពណ៌សហើយច្បាស់ណាស់បិសាចមួយនឹងវានឹងត្រឡប់មកវិញម្ដងទៀតកាត់ចូលមកដល់ថ្ងៃស្អែកសិនជីក៏បានអរគុណទៅកាន់ចិញ្ចាដែលបានជួយសង្គ្រោះគាត់ហើយគាត់ក៏បានសុំឲ្យចិញ្ចាដើរល្បាតមួយយប់នេះទៀតចិញ្ចាក៏បានយល់ព្រមហើយសុំឲ្យសិនជីប្រាប់គាត់បន្ថែមអំពីរឿងរបស់ណាត់ស៊ូព្រោះពាក្យប្រកល់កូនស្រីមកឲ្យខ្ញុំវិញរបស់បិសាចមួយនឹងធ្វើឲ្យគាត់ចង់ដឹងចង់ឮយ៉ាងខ្លាំងសិនជីក៏បានប្រាប់ថាឪពុកម្ដាយពិតរបស់ណាត់ស៊ូនឹងគឺជាផ្នែកមួយនៃគ្រួសារបន្ទាប់របស់ចៅហ្វាយរបស់គាត់ហើយពួកគេថាបានស្លាប់អស់ហើយគាត់ក៏បានយកនាងមកចិញ្ចឹមប្រពន្ធរបស់គាត់នឹងត្រូវបិសាចសម្លាប់ហើយកូនប្រុសរបស់គាត់ក៏បានរត់គេចខ្លួនបានមិនដែលឃើញម្ដងទៀតឡើយមិនដឹងថាស្លាប់ឬក៏រស់នោះទេចៅហ្វាយគាត់បន្តរឿងទាំងអស់នេះទៅលើបិសាចគាត់ពិតជាស្អប់បិសាចនោះណាស់ដែលបានលួចគ្រួសារនិងបំផ្លាញជីវិតរបស់គាត់ហើយគាត់មិនដែលគិតថារំខានក្នុងការចិញ្ចឹមណាត់ស៊ូនោះទេនៅពេលញ៉ាំបាយណាត់ស៊ូក៏បានអរគុណទៅកាន់ឪពុករបស់នាងដែលគាត់បានមើលថែនិងយកចិត្តទុកដាក់ចំពោះនាងឪពុករបស់នាងក៏បានប្រាប់ពីមូលហេតុដែលគាត់ជ្រើសរើសចិញ្ចាព្រោះថ្មីនេះមានពាក្យចចាមអារ៉ាមថាបិសាចកំពុងតែដើរជុំវិញភូមិអ៊ីដូទន្ទឹមនឹងនេះដែរពាក្យសម្ដីបានសាយភាយទៅលើបរិមម្នាក់ដែលអាចសម្លាប់បិសាចដោយដើរតែមួយគាត់នឹងសម្លាប់បិសាចណាមួយដើម្បីទទួលបានប្រាក់ឈ្នួលគេឈ្មោះរបស់ចិញ្ចាក៏ធ្វើឲ្យគាត់ទុកចិត្តនិងសម្រេចចិត្តថាជ្រើសរើសរកចិញ្ចាដើម្បីធ្វើជាអង្គរៈសម្រាប់នាងណាត់ស៊ូពិតជាសប្បាយចិត្តណាស់នៅពេលដែលឪពុករបស់នាងជឿនាងថាពិតជាមានបិសាចពិតមែននៅពេលយកមកដល់ចិញ្ចានិងសិនជីក៏បាននៅយាមមុខបន្ទប់របស់ណាត់ស៊ូដែលឪពុករបស់នាងជឿទុកចិត្តលើចិញ្ចាយ៉ាងខ្លាំងនាងក៏ជឿជាក់លើគាត់ផងដែរណាត់ស៊ូពិតជាស្រឡាញ់ឪពុករបស់នាងខ្លាំងណាស់ព្រោះគាត់បានមើលថែនាងនិងផ្ដល់តែឲ្យនាងនៅពេលដែលចិញ្ចានិយាយថាឪពុករបស់នាងបានបាត់បង់កូនប្រុសធ្វើឲ្យនាងខឹងយ៉ាងខ្លាំងហើយបានប្រាប់ឲ្យចិញ្ចាឈប់និយាយទៅនាងមិនដឹងមិនឮអំពីកូនប្រុសដែលបានរត់គេចអីនោះទេចិញ្ចាក៏បានសុំទោសដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់នាងណាត់ស៊ូចង់ដឹងថាតើមនុស្សនឹងបិសាចអាចមានកូនជាមួយគ្នាបានអត់ចិញ្ចាក៏បានឆ្លើយថាវាអាចទៅរួចហើយណាត់ស៊ូក៏បានគិតថាប្រហែលជានាងជាកូនរបស់បិសាចនោះហើយដែលតែងតែមកទីនេះចិញ្ចាក៏បានប្រាប់ទៅនាងថាបិសាចមួយនឹងមិនមែនជាឪពុកម្ដាយរបស់នាងទេដោយសារតែគាត់ដឹងថាបិសាចមួយនោះគឺជានរណាព្រោះគាត់ធ្លាប់មានប្រវត្តិជាមួយគ្នាដូច្នេះគាត់ដឹងថាវាមិនមែនជាអ្នកបង្កើតនាងទេចិញ្ចាបានបន្តថាបិសាចមិនត្រឹមតែកើតចេញពីឪពុកម្ដាយរបស់វានោះទេតែខ្លះបិសាចពីររួមគ្នាបង្កើតបានជាសត្វមួយតាមធម្មជាតិឬពួកវាអាចកើតជាបិសាចបន្ទាប់ពីបិសាចចាប់រំលងមនុស្សដើម្បីភាពសប្បាយផងដែរទោះជាយ៉ាងណាក៏ដោយបិសាចខ្លះអាចកើតចេញពីអ្វីៗគ្រប់យ៉ាងដូចជាអំណាចនៃអារម្មណ៍ជាពិសេសអ្នកដែលមានភាពងងឹតនៅក្នុងខ្លួនដូចជាភាពជឿជាក់កំហឹងការច្រណែនការសម័យទុកព្រួយនិងការអត់ឃ្លានផងដែរអារម្មណ៍ទាំងនេះនឹងក៏បានជ្រាបចូលទៅក្នុងខ្លួនរបស់មនុស្សនិងហើយនឹងត្រូវកកកេញបន្ទាប់មកនៅទីបំផុតពួកគេក៏ទទួលបានទម្រង់រឹងមាំ
បិសាចដែលកើតចេញពីអ្វីមួយគឺអារម្មណ៍ដែលមានសាច់ឈាមនៅពេលនោះដែរបិសាចនោះវាក៏បានចេញមកម្ដងទៀតជាញាក៏បានសួរវាដដែលថាតើវាឈ្មោះអីហើយវានៅតែនិយាយដដែលថាបកកូនស្រីមកឲ្យវាវិញមកជាញាក៏បានសួរបិសាចទាំងថាអត់មានពាក្យអីឆ្លើយទេមែនហើយបិសាចមាននឹងវានៅតែនិយាយដដែលថាបកកូនស្រីឲ្យខ្ញុំវិញមកជាញាក៏បានសួរទៅកាន់ណាស៊ូថាចង់ឲ្យគាត់ស្លាប់វាអត់បើអត់ស្លាប់ទេវានឹងត្រឡប់មកវិញម្ដងទៀតពួកអីបិសាចមួយនឹងវាកើតចេញពីអារម្មណ៍របស់នាងនឹងឯងអារម្មណ៍ដែលច្របូកច្របល់ហើយតែងតែព្រួយបារម្ភថានៅពេលដែលកូនប្រុសរបស់ឪពុករបស់នាងត្រឡប់មកវិញនាងនឹងត្រូវបានគាត់បោះបង់ហើយគាត់នឹងឈប់ស្រឡាញ់នាងទៀតហើយនាងចាប់ផ្ដើមសម័យចង់ឲ្យឪពុករបស់នាងចាប់អារម្មណ៍និងយកចិត្តទុកដាក់ចំពោះនាងបើសិនបើនាងត្រូវបានបិសាចវាបហានឹងអះអាងថានាងគឺជារបស់វាចិត្តរបស់នាងពោពេញទៅដោយអារម្មណ៍អាក្រក់ទាំងនោះហើយឥឡូវនេះវាក៏បានក្លាយទៅជាការពិតហើយបិសាចមួយនឹងគឺជាខ្លួននាងសិនជីក៏បាននិយាយលើកទឹកចិត្តនាងថាបិសាចមួយនឹងគឺមិនមែនជានាងនោះទេវាគ្រាន់តែកើតឡើងពីអារម្មណ៍របស់នាងប៉ុណ្ណោះគាត់បានដឹងគ្រប់យ៉ាងពីនាងនិងឪពុករបស់នាងអ្នកទាំងពីរមើលថែគ្នាទៅវិញទៅមកក្តីស្រឡាញ់ដោយកូនបកាអញ្ចឹងគ្រាន់តែមិននិយាយចេញមកហើយពួកគេទាំងពីរគួរតែជួបមុខនិយាយគ្នាដោយផ្ទាល់ហើយចាប់ផ្ដើមនិយាយពាក្យល្អៗនៅទីបំផុតណាស៊ូក៏បានប្រាប់ទៅកាន់ចិនយ៉ាឲ្យស្លាប់វាចោលទៅចិនយ៉ាក៏បានប្រាដែររបស់គាត់ស្លាប់បិសាចនឹងចោលទៅពួកគេបានគិតថាបិសាចមួយនឹងវាស្លាប់ហើយប៉ុន្តែបន្តិចក្រោយមកវាក៏បានរស់ឡើងវិញម្ដងទៀតចិនយ៉ាក៏បានដឹងថាមានស្ត្រីម្នាក់ទៀតនៅក្នុងសូកូយ៉ាដែលអាចជាបិសាចបានដែលសិនជីធ្លាប់ប្រាប់គាត់ថាប្រពន្ធរបស់ចៅបាយត្រូវបានសម្លាប់ដោយសារតែបិសាចជាហេតុដែលបិសាចមួយនេះវានៅតែនិយាយថាប្រកូលកូនស្រីមកឲ្យខ្ញុំវិញមកវាមិនមែនដោយសារតែណាត់ស៊ូនោះទេវាជាការយំសោករបស់អ្នកផ្សេងលីឡំផងដែរហើយកូនស្រីដែលបិសាចនោះនិយាយគឺកូនស្រីដែលជាកូនរបស់ប្រពន្ធអ៊ំយូជូបង្កកំណើតគាត់មិនសូវច្បាស់ប៉ុន្មានទេយ៉ាងហោចណាស់ឲ្យគាត់ដឹងពីឈ្មោះរបស់វាប៉ុន្តែបិសាចមួយនឹងវានៅតែនិយាយថាប្រកូលកូនស្រីមកឲ្យខ្ញុំវិញមកដែលឃើញអាបិសាចមួយនឹងតប៉ែខ្លាំងពេកចិនយ៉ាក៏បានស្លាប់វាចោលហ្មងទៅដងនេះស្លាប់មែនតើព្រោះតែព្រលឹងរបស់វានឹងបានខ្លាចទៅជាអពណ៌សហើយហោះទៅលើមេឃនៅថ្ងៃស្អែកសិនជីនិងណាត់ស៊ូក៏បានអរគុណទៅកាន់ចិនយ៉ាដែលគាត់បានសម្លាប់បិសាចឲ្យពួកគេហើយចិនយ៉ាក៏បានយកការសម្លាប់បិសាចនេះធ្វើជាមុខរបររបស់គាត់ផងដែរយាយតំណងមកគេតាអ្នកគ្នាអេដមីនរកកំចាត់បិសាចយកលុយដែរសិនតើមានបិសាចទៀតណាដោយសារតែអេដមីនហ្នឹងឯងមុខដូចបិសាចចិនយ៉ាគឺគាត់រកលុយដើម្បីដោះបំណុលហើយក៏បាននិយាយថារស់នៅតាមអាយុជាក់លាក់មិនចាំបាច់ធ្វើឲ្យខ្លួនឯងខ្លាចជាមនុស្សពេញវ័យពេលវេលាឆ្លងកាត់ឲ្យនរណាម្នាក់ទទួលបានទស្សនៈថ្មីមួយហើយគាត់បាននិយាយរឿងរបស់គាត់កាលនៅពីក្មេងផងដែរគាត់ថាពិភពលោករបស់គាត់នឹងត្រូវបានកំណត់ទាំងស្រុងនៅអ្វីដែលគាត់បានឃើញហើយអ្វីក៏អាចកើតឡើងបានដែរក៏គ្រាន់តែដឹងថាការធ្វើបាបវាជាអំពើខុសគាត់នៅក្មេងពេកក្នុងការយល់ដឹងនៅពេលនោះគឺគាត់មិនទាន់គ្រប់អាយុធ្វើអ្វីនោះទេក្រៅពីរត់គេចខ្លួនគាត់និយាយហ្នឹងគឺចង់ឲ្យណាស៊ូចេះគិតឲ្យបានដិតដល់ប៉ុន្តែណាស៊ូមិនយល់ពីអ្វីដែលគាត់និយាយនោះទេមុននឹងឆាចេញនឹងចិនយ៉ាក៏បានប្រាប់ទៅកាន់ណាស៊ូឲ្យនាងនិយាយល្អៗចំពោះឪពុករបស់នាងផងដែរហើយទំនាក់ទំនងរវាងឪពុកកូនរបស់ពួកគេក៏ល្អជាងមុនហើយនាងនឹងជួយធ្វើការឪពុករបស់នាងជាការតបស្នងសងគុណឪពុករបស់នាងបាននិយាយថាការសងគុណឪពុកម្ដាយនឹងគឺគ្រាន់តែឲ្យពួកគាត់នឹងសប្បាយចិត្តទៅបានហើយគាត់នឹងអាចមានអាយុវែងនឹងហើយអ្នកទាំងអស់គ្នាអេពីសូតទី2យើងបានឈានមកដល់ទីបញ្ចប់ហើយសម្រាប់អ្នកគេដែលចង់មើលរឿង Talk of Destiny នឹងភាគតគឺអាចចូលទៅមើលក្នុង Channel របស់បង Fie Anime បានខ្ញុំនឹងដាក់ link នៅក្នុង description ខាងក្រោមហើយខ្ញុំឈប់សម្រាយរឿងហ្នឹងហើយដោយសារតែរឿងហ្នឹងគឺបង Fie Anime ក៏សម្រាយរួចហើយ Okay bye see you next episode thank you guys